ខ្លះបងប្អូនអើយម៉ោងរោថាគេង5នាទីទៀតមានណាក្រោកឡើងថ្ងៃចាស់បងម៉ៃប៊ីអត់មានបាយយកទៅធ្វើការសោះពិតទៅពេលដែលខ្ញុំអត់បានធ្វើម្ហូបឲ្យគាត់យកទៅធ្វើការគាត់ទិញម្ហូបញ៉ាំនៅកន្លែងធ្វើការក៏បានដែរគ្រាន់តែគាត់ញ៉ាំអត់សូវត្រូវចិត្តហើយមួយរយៈចុងក្រោយនេះខ្ញុំដើរចោលគាត់ច្រើនផងអត់សូវបានធ្វើម្ហូបធ្វើឲ្យញ៉ាំរៀងស្គមស្រកគីឡូអញ្ចឹងអត់ដាច់ចិត្តឲ្យទៅញ៉ាំបាយកន្លែងធ្វើការទេប៉ុន្តែដល់ពេលខ្លីពេកបងប្អូនមិនដឹងចាប់អីទៅអីអត់ដាំបាយទៅជាលាងចានលាងប្រអប់វិញបងម៉ៃឃើញប្រពន្ធរៀងបញ្ញាប់បញ្ញាប់ហើយគាត់ថាមិនបាច់ធ្វើអីច្រើនទេជៀនតែ pancake ឲ្យគាត់មកបានហើយព្រោះគាត់ញ៉ាំអាហារពេលព្រឹកហើយបងប្អូនញ៉ាំហ្នឹងគឺអាហារពេលថ្ងៃល្ងាចឡើងគាត់មកញ៉ាំបាយផ្ទះវិញហើយម្សៅ pancake ថ្ងៃនេះបងម៉ៃជ្រើសរើសយករសជាតិសូកូឡាម្ហូបមួយមុខហ្នឹងគឺងាយស្រួលណាស់ខ្ញុំទៅពេលបញ្ញាប់ខ្លាំងជួនកាលអត់ដឹងធ្វើម្ហូបអីចង់ញ៉ាំរបៀបនំតុនក្តៅថ្មីគឺពួកខ្ញុំតែងតែធ្វើម្ហូបមួយមុខហ្នឹងញ៉ាំឲ្យងាយស្រួលមែនតើនៅអាឡម៉ង់នេះគេពេញនិយមណាស់បងម៉ៃអីគាត់ញ៉ាំតាំងពីក្មេងមកអញ្ចឹងក៏ជា favorite របស់គាត់ដែរបងប្អូនទិញម្សៅនំ pancake យើងទៅគឺអត់ពិបាកទេបងប្អូនឃើញអញ្ចឹងដាក់តំពងមាន់មួយគ្រាប់ហើយនឹងទឹកដោះគោ100 ml សម្រាប់យើងចៀនកន្លះកញ្ចប់ញ៉ាំម្នាក់ឯងហើយបើចូលចិត្តផ្អែមខ្លាំងបងប្អូនអាចប៉ន់ចេកដែលថាវាទុំចូលហើយយកមកដាក់ចៀនជាមួយគឺឆ្ងាញ់មែនតើបងប្អូនម្សៅនំយើងគឺធ្វើឲ្យស្រេចអញ្ចឹងដើម្បីឲ្យបងប្អូនយកទៅគឺងាយស្រួលធ្វើចំណាយពេលលឿនអត់បាច់ទិញម្សៅនំ3-4មុខយកមកលាយខ្លួនឯងអីញ៉ៃញ៉ៃទេម្សៅនំមួយ My Kitchen យើងបើបងប្អូនចៀនមកកញ្ចប់បណ្ដោយគឺដាក់ពងមាន់2គ្រាប់ទឹកដោះគោ200 ml ចៀនទៅបាន12នំអីបងប្អូនញ៉ាំបាន2-3នាក់អស់សម្រាប់ខ្ញុំតែកន្លះកញ្ចប់ឯណាគឺញ៉ាំឆ្អែត2នាក់អីដោយសារខ្ញុំអត់សូវញ៉ាំច្រើនទេព្រឹកឡើងគោគ្រឿងផ្សំតែ3មុខនឹងចូលគ្នាឲ្យសព្វបងប្អូនអាចដាក់ចៀនបានហើយយើងលាបប្រេងឆាតិចទៅតែកុំបើកភ្លើងខ្លាំងពេកទេបងប្អូនរបៀបចៀនក៏អត់មានអីពិបាកដែរចេះចៀនពងទាគឺចៀនម្សៅនំ pancake ញ៉ាំបានហើយមិនថាមនុស្សធំកូនក្មេងទេបងប្អូនញ៉ាំត្រូវទាំងអស់អីដែលសំខាន់គឺរសជាតិអត់ផ្អែមខ្លាំងអញ្ចឹងក្មេងៗញ៉ាំបានដោយសុវត្ថិភាពឲ្យតែគាត់មានធ្មេញចេះទំពាចូលចិត្តផ្អែមថែមទឹកឃ្មុំថែមចេកថែម strawberry អីអញ្ចឹងមកដូចខ្ញុំរៀបមកប្រអប់នេះសម្រាប់បងម៉ៃយកទៅធ្វើការខ្ញុំចូលចិត្តខ្លាំងត្រង់ថាសូកូឡាគឺឈ្ងុយសូកូឡាហ្មងហើយអត់សូវផ្អែមទេសំខាន់ណាស់បងប្អូនតែ10នាទីគឺធ្វើហើយបាទហើយនេះបងម៉ៃបានចេញទៅធ្វើការតាន់ម៉ោងល្មមពេលរាល់ថ្ងៃលាប្រពន្ធហ្នឹងតែ1នាទីបើលាកូនឆ្កែវិញថើ 4-5 ដងបងម៉ៃទៅធ្វើការបាត់ហើយបងប្អូនខ្ញុំអត់តាន់ហើយតែប៉ុណ្្នឹងទេម្សៅនំនៅសល់ហ្នឹងគឺជៀនញ៉ាំខ្លួនឯងបាននំ2ទៀតអញ្ចឹងកន្លះកញ្ចប់ហ្នឹងគឺខ្ញុំជៀនរៀងទូចហ្នឹងបានដល់ទៅ7នំឲ្យបងម៉ៃ5ខ្លួនឯង2សាច់នំឆ្ងាញ់ណាស់បងប្អូនអើយគឺទន់មែនតើខ្ញុំចូលចិត្តខ្លាំងហើយញ៉ាំអត់តលាន់ទេញ៉ាំជាអាហារពេលព្រឹកអញ្ចឹងក៏បានញ៉ាំជាអាហារសម្រន់ក៏បានមនុស្សធំញ៉ាំបានហើយអីដែលសំខាន់គឺកូនក្មេងបងប្អូនសាច់នំហ្នឹងគឺទន់ល្មើយហ្មងបើដាក់ចេកចូលអញ្ចឹងទៀតគឺឆ្ងាញ់មកបែបហ្មងម្សៅនំ pancake របស់យើងគឺរូបមន្តអាឡម៉ង់គ្រឿងផ្សំមួយចំនួនក៏យកទៅពីអាឡម៉ង់ដែរអញ្ចឹងបងប្អូនអាចទុកចិត្តញ៉ាំបានបើសិនជាចង់សាកស្នាដៃរបស់ម៉ូហើយនឹងម៉ៃគឺអាចកំងម្សៅនំ pancake របស់យើងយកទៅសាកបានណាបងប្អូនបច្ចុប្បន្នគឺមានទាំងពីររសជាតិនៅក្នុងស្តុកនៅស្រុកខ្មែរតែម្ដងរសជាតិសូកូឡាហើយនិងរសជាតិវ៉ានីឡាមកកញ្ចប់តែ15000រៀលទេហើយបងប្អូនអាចកំងបានតាមរយៈ page Mo and My Kitchen ដែលខ្ញុំដាក់លើវីដេអូនេះណា